ពេលដែលភ្ញៀវលោកថាផលិតផលយើងថ្លៃតែយើងគួរឆ្លើយតបយ៉ាងម៉េចសម្រាប់ខ្ញុំភ្ញៀវដែលគាត់លោកច្រើនថាថ្លៃគាត់ភាគច្រើនមិនមែនជាភ្ញៀវទេបាទភាគច្រើនមិនមែនជាភ្ញៀវទេអ្នកលោកភាគច្រើនអត់ទិញទេហើយអ្នកទិញអត់ដែលលោកច្រើនទេបាទអ្នកទិញអត់ដែលលោកច្រើនទេហើយខ្ញុំលើកទឹកចិត្តម្ចាស់ផលិតផលសិប្បកម្មអីផ្សេងៗណាបាទបងប្អូនកុំផ្ដោតតែទំលើតម្លៃពេកអញ្ចឹងណាមានបងប្អូនខ្លះដោយសារតែមតិរិះគន់របស់គេថាអូផលិតផលខ្មែរស្អីក៏ថ្លៃដែរអញ្ចឹងព្យាយាមលក់ឲ្យថោកនៅពេលដែលគាត់ព្យាយាមលក់ឲ្យថោកគាត់ត្រូវផលិតផលរបស់គាត់ឲ្យធូរថ្លៃនៅពេលដែលគាត់ផលិតផលមួយឲ្យធូរថ្លៃទាំងគុណភាពទាំងបរិមាណអីផ្សេងក៏ថយទៅតាមនឹងដែរបាទថយទៅតាមនឹងដែរអញ្ចឹងបងប្អូនកុំជាប់ដិតដាមអារម្មណ៍តែនឹងពាក្យរិះគន់របស់គេបាទខ្ញុំលើកទឹកចិត្តបងប្អូនផ្ដោតលើគុណភាពជាគោលបាទផ្ដោតលើគុណភាពផ្ដោតលើសោភ័ណភាពផ្ដោតលើស្តង់ដារផ្ដោតលើសុវត្ថិភាពបាទអីជាដើមឲ្យបានល្អជាជាងយើងផ្ដោតទៅលើភ្ញៀវប្រមាណអ្នកដែលគាត់លោកថាផលិតផលខ្មែរថ្លៃផលិតផលអីក៏ថ្លៃជាងគេថ្លៃជាងផ្ទះលេខ2ថ្លៃជាងរបស់ថៃរបស់វៀតណាមកុំទៅព្យាយាមប្រៀបធៀបមួយគេបាទកុំព្យាយាមប្រៀបធៀបមួយគេបងប្អូនផ្ដោតលើផលិតផលរបស់ខ្លួនឯងធ្វើម៉េចរបស់យើងឲ្យវាខ្លាំងឲ្យវាល្អវាពិសេសឲ្យវាសុវត្ថិភាពឲ្យវាទាក់ទាញបាទតម្លៃអាចគងខុសគ្នាតិចតួចយើងធ្វើរបស់យើងទៅបាទធ្វើរបស់យើងទៅរក្សាតម្លៃរបស់យើងទៅដូចខ្ញុំតែងតែនិយាយអញ្ចឹងភ្ញៀវដែលគាត់ល្អច្រើនបាទភ្ញៀវដែលគាត់ល្អច្រើនភាគច្រើនមិនមែនភ្ញៀវទេភាគច្រើនគឺមិនមែនភ្ញៀវទេបាទគាត់ល្អគឺបានតែល្អឯងឧទាហរណ៍ថាផលិតផលមួយខ្ញុំលក់ 10000 គាត់ថាអូយខ្មែរលក់អីក៏ថ្លៃដែរអញ្ចឹងខ្ញុំលក់ 8000ក៏គាត់នៅតែថាថ្លៃដែរហើយអញ្ចឹងខ្ញុំលក់ 6000ខ្ញុំចង់ដេញជើងមួយគាត់ខ្ញុំលក់ 6000ក៏គាត់នៅតែថាថ្លៃដែរហើយគាត់នឹងមិនដែរទិញទេបាទគាត់នឹងមិនដែរទិញទេគាត់ចូលតែខមមិនរហូតគាត់ចូលតែមួយឆាតសួររហូតប៉ុន្តែគាត់មិនដែរទិញទេអញ្ចឹងទោះជាខ្ញុំលក់ 10000ក៏គាត់ថាថ្លៃខ្ញុំលក់ 8000ក៏គាត់ថាថ្លៃខ្ញុំលក់ដល់ទៅ 6000ចូលថ្លៃដើមរបស់ខ្ញុំហើយក៏គាត់នៅតែថាថ្លៃដែរបាទអញ្ចឹងបងប្អូនកុំគប់ចិត្តភ្ញៀវកុំភ្ជាប់ចិត្តអ្នករិះគន់ប្រមាណអ្នកហើយព្យាយាមកែទៅតាមគេរហូតអត់ទេវាមិនមែនជាអ្វីដែលបងប្អូនគួរធ្វើទេបងប្អូនរកស៊ីយើងត្រូវការប្រាក់ចំណេញជាការពិតយើងមិនអាចចំណេញហួសហេតុតែយើងក៏មិនអាចតម្លាក់តម្លៃរបស់យើងទៅតាមមាត់របស់គេដែរបងប្អូនត្រូវមើលជាក់ស្ដែងស្បិតថាភ្ញៀវគាត់មានមតិយោបល់រិះគន់ណែនាំយើងត្រូវតែទទួលស្ដាប់ហើយយើងចង់ដើម្បីយើងកែប្រែផលិតផលរបស់យើងតែក៏ត្រូវមានកម្រិតដែរមិនស្ដាប់គ្រប់រឿងមិនមែនទទួលយកគ្រប់រឿងមិនមែនកែតម្លៃតាមតែមាត់គេថាទេអត់ទេណាអត់ទេអញ្ចឹងរក្សាគុណតម្លៃខ្លួនឯងម្ចាស់ផលិតផលម្ចាស់សិប្បកម្មម្ចាស់សហគ្រាសខ្ញុំលើកទឹកចិត្តរក្សាគុណតម្លៃខ្លួនឯងឲ្យបានកុំបត់បែនតាមគេពេកបាទហើយនៅពេលដែលយើងព្យាយាមលក់ដោយអត់ចំណេញណាបាទធ្វើផលិតផលដោយអត់ចំណេញណាឬក៏ចំណេញសឹងតែមិនរួចខ្លួនណាបងប្អូនធំមករួចទេបាទបងប្អូនរស់ស៊ីធំមករួចទេពេលធំមករួចបងប្អូនក៏ជួយស្រុកខ្មែរអត់បានច្រើនដែរហេតុអីបងប្អូនមិនមានដើមទុនទៅពង្រីកសក្តានុពលអាជីវកម្មឬក៏សក្តានុពលក្នុងការផលិតបងប្អូនគ្មានលទ្ធភាពទៅបង្កើតការងារឲ្យបងប្អូនខ្មែរយើងផ្សេងទៀតទេបាទបងប្អូនក៏គ្មានលទ្ធភាពទៅទិញថ្លៃដើមឲ្យបានតម្លៃសមរម្យដែរឧទាហរណ៍ថាវត្ថុធាតុដើមរបស់បងប្អូនជាដលងបងប្អូនមិនអាចទៅទិញដលងក្នុងតម្លៃសមរម្យពីប្រជាកសិករខ្មែរយើងបានទេបងប្អូននឹងទិញក្នុងតម្លៃដែលធូរហើយជាផលិតផលដែលអត់សូវស្អាតឬអត់សូវល្អអីអញ្ចឹងទៅឧទាហរណ៍វាមាន grade A grade B grade C ចុះបងប្អូននឹងទិញអា grade C ហើយដើម្បីអីដើម្បីឲ្យថ្លៃដើមរបស់បងប្អូនចុះអត់ទេណាអត់ទេយើងត្រូវផ្ដោតលើអតិថិជនគោលដៅរបស់យើងវិញបើមិនជាភ្ញៀវមាន1លានអ្នកទីផ្សារមាន1លានអ្នកបងប្អូនចាប់បាន10000អ្នកចាប់10000អ្នកសិនទៅបាទអ្នករិះគន់ឲ្យគាត់រិះគន់សិនទៅបាទ